ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាពីឱសថបុរាណចំបៃ2អ្នកគ្រូសូមចែករំលែកអំពីជំងឺប្រមេះទឹកបាយទាំងបុរសនិងស្ត្រីអាចកើតជំងឺប្រមេះទឹកបាយបើទោះជាពួកគេគ្មានរោគសញ្ញាក៏ដោយប្រសិនបើជំងឺប្រមេះទឹកបាយមិនត្រូវបានព្យាបាលទេនោះវាអាចបណ្ដាលឲ្យមានជំងឺធ្ងន់ធ្ងរឬមានភាពមានន័យថាគ្មានកូនលើស្ត្រីនិងបុរសគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់គួរត្រូវធ្វើទៅតេស្តរោគជំងឺប្រមេះទឹកបាយព្រោះទារករបស់គាត់អាចឆ្លងមេរោគនេះក្នុងកំឡុងពេលកើតប្រសិនបើតេស្តបង្ហាញថាគាត់មានជំងឺប្រមេះទឹកបាយឬជំងឺប្រមេះទឹកថ្លាឬទាំងពីរនោះទាំងគាត់និងដៃគូរបស់គាត់គួរទទួលការព្យាបាលប្រសិនបើគាត់ឬដៃគូរបស់គាត់មានរោគសញ្ញានៃជំងឺនេះប៉ុន្តែមិនអាចរកការធ្វើតេស្តបានគួរតែព្យាបាលពួកគេដដែលជំងឺប្រមេះទឹកបាយនិងប្រមេះទឹកថ្លាមានរោគសញ្ញាស្រដៀងគ្នាប្រសិនបើពុកម៉ែបងប្អូនកើតជំងឺប្រមេះទឹកបាយសូមកុំបារម្ភសូមលាបថ្នាំលាបសាស្បែកចំបៃ2ព្យាបាលពីខាងក្រៅដូចជារោលកន្ទួលរមាស់រលាកផ្សិតពងបែកសេមាន់ជួយផ្ដល់សំណើមឡើងវិញយ៉ាងឆាប់រហ័សនិងផឹកចំបៃ2ព្យាបាលគាទម្លាក់មេរោគប្រមេះទឹកបាយពីសរសៃឈាមខាងក្នុងនិងព្យាបាលកុំឲ្យកើតមេរោគនេះបន្តទៀតប្រសិទ្ធភាពមើលឃើញប្រើចាប់ពី3ថ្ងៃឡើងទៅផឹកចំបៃ2ពុកម៉ែបងប្អូននឹងបាត់រមាស់បាត់កាហាយបាត់ធ្លាក់សបាត់ហូរខ្ទុះបាត់ពីជំងឺកាមរោគនិងបាត់ពីជំងឺប្រមេះជាដាច់ 100% នៅក្នុងរយៈពេលខ្លីសូមទំនាក់ទំនងតាមលេខទូរស័ព្ទឬប្រអប់សារដើម្បីទទួលបានការប្រឹក្សាយោបល់បន្ថែមពីជំងឺប្រមេះនិងវិធីព្យាបាលដោយឱសថបុរាណចំបៃ2ទំនាក់ទំនង Page ឱសថព្យាបាលផ្សិតធ្លាក់សរមាស់ឬ Page ឱសថបុរាណចំបៃ2ឬតាមរយៈលេខទូរស័ព្ទ016 38 7000 068 79 7000 098 65 8សូមអរគុណ